ចំណាប់អារម្មណ៍ទៅលើ Daredevil Born Again វីដេអូហ្នឹង spoil ហើយបើចំណាត់ថ្នាក់គឺ A ខ្ញុំស្រឡាញ់យ៉ាងហ្នឹងរឿងនេះវាស្ថិតនៅក្នុង list ឬមកក៏នៅក្នុងតារាងជាមួយនឹង The Penguin វា surprising វាមានកន្លែងដែលភ្ញាក់ផ្អើលថាអត់ល្អមើលដល់កម្រិតហ្នឹងអញ្ចឹងណាហើយហ្នឹងហើយនិយាយទូរស័ព្ទទៅរឿងនេះគឺជារឿងតមកពីរឿងរបស់ Netflix Daredevil ប៉ុន្តែគឺ Marvel គេចង់ឲ្យវាមានជាលក្ខណៈថាអញធ្វើខ្លួនឯងអញ្ចឹងទៅក៏គេដូរឈ្មោះទៅជា Daredevil Born Again season ទី1ហើយមានអីឡូទៀតប៉ុន្តែថាសាច់រឿងគេគឺតមកពីរឿងចាស់ចាំមកទាំងអស់ហ្មងបើចំពោះអ្នកដែលមើលរឿង Daredevil សោះខ្ញុំគិតថាប្រហែលជាមិនសូវជាឈាបជ្រួលជាមួយនឹងតួអង្គជាពិសេសគឺអ្នកដែលស្លាប់ក្នុងតួអង្គហ្នឹងគឺតួ Foggy ដែលខ្ញុំអត់រំពឹងទុកថាគេសម្រាប់តួអង្គហ្នឹងដំបងក្បាលរឿងហ្មងឡើងភ្ញាក់មែនទែនហើយគ្រាន់តែគេចេញមកធ្វើអញ្ចឹងគឺធ្វើឲ្យរឿងហ្នឹងគឺមានឡើងថាយើងចង់ដឹងថាចំមានអីកើតឡើងអីមកយ៉ាងមកហើយក៏បបាក់ចិត្តចំនួនតួអង្គដែរដែលសារតែតួអង្គ Foggy Man Murdock ហើយនឹង Karen ហ្នឹងគឺជា trio ក្នុងធ្វើការមួយគ្នាអីចឹងណាតែពេលតួអង្គស្លាប់ទៅគឺ affect ដល់តួអង្គផ្សេងហើយយើងអ្នកមើលហ្នឹងក៏យើងរបៀបថាអាណិតតួអង្គហ្នឹងអញ្ចឹងណាប៉ុន្តែគ្រាន់តែលើគេថាតួអង្គហ្នឹងអាចរស់វិញស្អីណាបើមិនជារស់វិញមែនវាចេញជា file ជួរទេចប់ទៅយ៉ាងអ្វីដែលខ្ញុំចង់ទៅសារខ្លាំងមួយទីពីរឿងហ្នឹងគឺការដែលយករបស់ចាស់នៅក្នុងរឿងពីមុនរបស់ Netflix ហ្នឹងមកព្យាយាមយកចូលក្នុងនេះបានច្រើនបើទោះបីជាយើងឃើញអវត្តមានតួអង្គខ្លះដែលយើងធ្លាប់ឃើញនៅក្នុងរឿងមុនគេផ្លាស់ប្ដូរតួអង្គហ្នឹងមក New York ជានៅក្នុង Hell Kitchen អញ្ចឹងដែលគាត់ថាគេធ្វើបានល្អមួយទៀតហ្នឹងគឺតាក់ទងទៅនឹងការរៀបចំថតនិយាយទៅអារឿង Netflix ចាស់ហ្នឹងក៏គេថតបានល្អដែរកន្លែងខ្លះមានភ្លើងពកហមពកខៀវមានកន្លែង cinematic មានអីចឹងណាមកដល់រឿងនេះគឺខ្ញុំទៅចង់និយាយខ្លាំងជាងគេហ្នឹងគឺកន្លែងដែលពេលដែរ Daredevil ហ្នឹងប្រើអា Ray Dawson ប្រើអាហ៊ានខ្លាំងដើម្បីស្ដាប់គេដើម្បីអីលឺពីចង្ងាយហ្នឹងគឺគេ crop frame ហ្នឹងចូលក្នុងហើយគេ zoom ទៅអាកន្លែងហ្នឹងដែលយើងមើលទៅគឺយើងដឹងថាពេលហ្នឹង Daredevil កំពុងតែប្រើអាធម្មពលមួយនឹងដើម្បីទៅយកព័ត៌មានអីចឹងគឺលយមែនតើហើយគេប្រើបានច្រើនដងដែរក្នុងហ្នឹងដែលខ្ញុំគិតថាវាប្លែកបើទោះបីជាមានគេសឹកចេះមានគេណែនាំចង់បានអា Ray Dawson ជាលក្ខណៈអាលោកសំឡេងមកដល់ប៉ុន្តែនៅក្នុងនេះគឺគេប្រើអាក្បាច់ថតបែប crop frame ហ្នឹងគឺលយមែនតើមើលទៅគឺយើងស្លងតាមពេលគេក្របហ្នឹងយើងនិយាយថាយើងផ្ទៀងតាមអាពេលហ្នឹងទៅខូនហ្មងបន្ថែមពីលើហ្នឹងទៀត Daredevil នេះបានជារឿង TVMA scene របស់ Marvel កាយពីគេប្រកាសរឿង Echo ដែលថាជារឿង TVMA មានបលាឈាមអីហ្នឹងអារឿងនោះចោលលុយសុទ្ធអត់មានកន្លែងណាដែលថាចេញមកឈួរយើងរៀងសៀវសាច់ជាអីអារឿងនេះសបោមែនតើហើយមើលទៅឆៅដូចជាអាកន្លែង episode Daredevil ទៅចាប់ពួកចោលក្នុងធនាគារនោះធាក់នោះមកជើងបាក់ឆ្អឹងចំហើយ episode ចុងក្រោយWilson Fisk ទៅចំបាច់ក្បាលតានោះខ្ទេចចេញនិយាយទៅរឿងនេះសាហាវដែលវា fit ហើយខ្ញុំគិតថាគេហ៊ានធ្វើអញ្ចឹងហើយបើនិយាយពីតួអង្គទាំងអស់ទាំង Daredevil Wilson Fisk Vanessa Punisher Karen តួអង្គកប៉ុកមកអាកូនចៅរបស់ Wilson Fisk ថ្មីហ្នឹងគឺខ្ញុំគិតថាគេធ្វើបានល្អច្រើនមែនទែនគឺយើងមើលយើងចង់ដឹងពីតួអង្គហ្នឹងបន្ថែមអីអញ្ចឹងហើយ episode នៅក្នុងនេះក៏មាន episode លយដែរមាន episode មួយដែលថា Daredevil ហ្នឹងកំពុងតែជួយអាតួអង្គ White Tiger ដើម្បីដោះខ្លួនចេញពីការកាត់ទោសរបស់តុលាការអីហើយយើងបានឃើញគេនិយាយអូអីណាvigilante នឹងជួយយើងអី police អីយ៉ាងគឺអាកន្លែងហ្នឹងគឺវាឡើងហៀងចូលអារម្មណ៍ដែរហើយធ្វើឲ្យយើងស្រឡាញ់តួ vigilante White Tiger ហ្នឹងកាន់តែខ្លាំងហើយយើងវាថាយើងស្អប់តួ police ហើយក៏គេបានបង្ហាញយើងថាទីបំផុតយុទ្ធធម៌មានហើយសម្រាប់ vigilante សម្រាប់ពួកយុទ្ធ super hero ពាក់ស្រមុកដល់ពេលគេទួយ episode បាញ់អាតានឹងចោលបាត់ចប់ហ្មងអើយហើយមាន episode មួយដែល Daredevil ហ្នឹងទៅធនាគារមានចោលមានអីជួបជាមួយនឹងឪរបស់ Kamala Khan ជា connectivity ជាមួយនឹង MCU របស់យើងអីចឹងណាអា episode ហ្នឹងគឺជា episode ដែលខ្ញុំចូលចិត្តខ្លាំងមួយក្នុងចំណោម episode ទាំងអស់ហ្មងដោយសារតែកន្លែងហ្នឹងគឺខ្ញុំបានឃើញ Daredevil យើងបង្ហាញនៅអាការប្រើភាពវៃឆ្លាតរបស់ខ្លួនឯងប្រើប្រាស់ធម្មពលដោះស្រាយបញ្ហាដែលទាំងអត់មានកៅoutsmart ពួកអាចោទាំងអស់ហ្នឹងរៀបគម្រោងរៀប plan និយាយទៅឡយហ្មងកន្លែងហ្នឹងគឺ episode ហ្នឹងគឺល្អមែនតើហ្មងខ្ញុំចង់ឃើញអា episode អញ្ចឹងបន្ថែមទៀតណាមិនបាច់ចាំបាច់ episode ដែលមានរឿងតាក់ទងនេះច្រើនណាដាក់ episode អញ្ចឹងមកមួយពីរគឺអេហ្មងអានេះគឺជា filler episode មួយដែលវាមានអារម្មណ៍ថាយើងចង់ឃើញបន្ថែមទៀតណាបើនិយាយពីសាច់រឿងគេព្យាយាម
យកវា Sunfish មកវិញអីណាហើយចុងក្រោយនេះបានឃើញ plot twist កន្លែងយើងដឹងថា Vanessa ហ្នឹងគឺជាអ្នកវិជាឲ្យ Bullseye ទៅសម្រាប់ Foggy និយាយពីកន្លែង Bullseye ហ្នឹងក៏គេធ្វើកន្លែងថតបានស្អាតមានជះភ្លើងពណ៌ខៀវនៅពេលដែល Bullseye ហ្នឹងអីណាចាប់ផ្ដើមចេញប្រតិបត្តិការអីហើយតួអង្គហ្នឹងគឺគួរឲ្យចាប់អារម្មណ៍តួអង្គ Bullseye ហ្នឹងគឺលយហ្មងតែកន្លែង episode ដែលយើងដឹងថា Vanessa គឺជាអ្នកវិជាហ្នឹងគឺក៏បាក់ចង្កេះដែរជា episode ចុងក្រោយគឺខ្ញុំមិនសូវជាចូលចិត្តប្រហែលទេដោយសារតែវាមិនមែនជា episode ដែលវាពេញលេញជាកន្លែងមួយដែលតួអង្គចិត្តកកឈ្នះហើយគឺជានិយាយទៅសរុបមកមួយ season ហ្នឹងគឺគេ set up ទៅ season ទី2ដែលយើងនឹងបន្តចាំមើលហើយក៏គេក៏ពោលថាថតឥឡូវហ្នឹងដែរវាយ៉ាងហើយមានអារម្មណ៍ថាធ្វើឲ្យ episode ហ្នឹងវាអត់មានអារម្មណ៍ថាជា episode ចុងក្រោយប៉ុន្តែយើងបានឃើញថា Daredevil បានត្រឡប់មកវិញរៀបចំទីក្រុងនឹងឲ្យវាមានសន្តិភាពអីមកវិញអីចឹងមានអីគេគ្មានភាពភ័យខ្លាចអីណានិយាយទៅអាកន្លែង episode ចុងក្រោយហ្នឹងគឺលយមួយត្រង់ថាកន្លែងបិទភ្លើងវាយឆ្កែកន្លែងហ្នឹងគឺខូនមែនតើមកទីក្រុងញូវយ៉កងឹតឆ្លុបមានចលាចលចាប់ផ្ដើមមានការលួចពួកអីគេ anti vigilante អីហ្នឹងវាដេញធ្វើស៊ីពួក superhero ដេញចាប់អីណាមកអញ្ចឹងទៅហើយក៏ចាប់បានធ្វើយើងគាត់ថាចុយញូវយ៉កមើលទៅដូចបបាក់វេទនាដល់ម្លឹងហើយបាត់ Spider-Man ទៅណានិយាយទៅបើសិនជាអ្នកដែលរំពឹងទុកឃើញមានតួ Spider-Man ទុំអុយលេចមុខមកគឺចប់វាអត់មានផ្លូវអាចទៅរួចហ្មងខ្ញុំនិយាយមែនខ្ញុំអត់ដែលសម័យចេញថា Spider-Man បង្ហាញមុខក្នុងរឿង TV show អញ្ចឹងទៅមិនបាច់រំពឹងទុកទេបើថាតួអង្គ Jessica Jones Luke Cage អីIron Fist អីមកអាហ្នឹងរៀងគាត់បើតែក៏ខ្ញុំអត់មានសង្ឃឹមអីខ្លាំងដែរប៉ុន្តែបើថាសង្ឃឹម Spider-Man គឺមិនបាច់ទេមិនបាច់រំពឹងទុកហ្មងគឺគ្មានទេបើនិយាយពីតួអង្គមួយដែលខ្ញុំចូលចិត្តខ្លាំងនេះហ្នឹងគឺតួអង្គ Punisher ឲ្យតែពេលនិយាយគ្នាជាមួយនឹង Daredevil គឺល្អមើលវាចូលអត់វាថាយើងចង់ដឹងតួអង្គនឹងនិយាយគ្នាបានច្រើនជាងនឹងតួអង្គនឹងនិយាយគ្នាតាក់ទងទៅនឹងការសម្រេចចិត្តផ្ទាល់ខ្លួនការគិតផ្ទាល់ខ្លួនអីណានិយាយទៅគឺតាំងពី season ទី2រឿងចាស់មកដល់រឿងថ្មីនេះគឺនៅតែមានអាកន្លែងហ្នឹងដែលវា New York Finance វានិយាយគ្នាទៅវាខំគ្នាហ្មងតួអង្គមួយទៀតដែលខ្ញុំផ្លិចឆឹងហ្មងគឺតួអង្គ News តួអង្គប៉ែ News ហ្នឹងគឺអត់មានបានសាច់ការអីផងចេញពី episode មើលទៅតំណងក្នុង trailer តំណងកអាយតំណងឈុតតំណងរបៀបថា ideology គំនិតអីណាយកឈាមគេមកផាត់ពណ៌មកស្អីហ្នឹងគឺចេញបានពី episode មកបាត់អត់យល់និយាយទៅគឺឡប់មែនតើអាតួហ្នឹងអត់មានអីគួរចងចាំសោះហ្មងហើយបើនិយាយពី E មួយដែលសង្សារថ្មីរបស់ Man Murdock ឈ្មោះ Heather ហ្នឹងក៏ជាតួអង្គដែលខ្ញុំរៀបថាស្អប់មិនស្អប់ដោយសារតែដៃអន់គេស្អីអន់ទេគឺស្អប់ចរិតតួអង្គនៅក្នុងរឿងហ្មង E ហ្នឹង Daredevil ខំទៅជួយហើយធ្វើចរិតរកផែផែយ៉ាងខ្ញុំអស់អីនិយាយហ្មងដល់ពេលអញ្ចឹងនិយាយទៅគឺរឿងនេះគឺជារឿងមួយដែលសម្រាប់អ្នកដែលថ្មីចាស់ចំពោះ Daredevil អាចនឹងមានអារម្មណ៍ថារៀងស្ទើរប៉ុន្តែសម្រាប់អ្នកដែលធ្លាប់មើលរឿងពីមុនមកបានមួយ season 2 season អីដូចខ្ញុំគឺវារៀងចូលជាមួយនឹងរឿងហ្នឹងបានច្រើនហើយធ្វើឲ្យយើងកាន់តែទៅសារចំពោះការបន្តភាគរបស់គេហើយខ្ញុំគិតថារឿងនេះក៏ជារឿងមួយដែលនៅក្នុងចំណាត់ថ្នាក់រឿង TV show របស់ Marvel ដែលល្អមួយដែរអាចនឹងនៅ top 3 ហ្នឹងហើយមានតែប៉ុណ្្នឹងទេកុំភ្លេចcommentចំណាប់អារម្មណ៍អ្នកនរគ្នាមកមិនដែរហើយសន្តិភាព